xa chạy lệch bị nhóm từ đó bong reserve tơ tam kết nã được tam một tá thì năng bong bong còn bay đầy phòng bây giờ hồ được xa cả này đi và mà ngày muốn bong bong còn bay đầy quạt nơi một nhóm nít quạt chụp bánh há muối để cái thang mây sẽ đọc có tay nhóm thọp miền mặt bự sản là ngày tầm một tái nhóm ọt đài ọt ngồi cho buổi kê tề bánh há nó mày hồ được xa miền có tham miền reserve nơi lại kết nã muối reserve នោះគាត់ថាភ្ញៀវទៅតែ check in នៅបន្ទប់លេខ 2 ហ្នឹង10នាទីផែន20នាទីបន្ទាប់មកទៀតក៏គាត់ទទួលបាន miss call មកខាងគាត់ជាភ្ញៀវនៅក្នុងបន្ទប់ហ្នឹងដែលពឹងឲ្យទៅយកគ្នាគាត់នៅកន្លែងមួយនៅទីតាំងនៅនេះអញ្ចឹងណាអញ្ចឹងបន្ទាប់មកទៀត reserve ក៏គាត់បាន call ទៅពូកង់3ប្រាប់ថាពូពួកឯងជួយយកភ្ញៀវដែលគាត់គ្រប់ជាមួយនៅបន្ទប់លេខ 2 នៅទីនេះតិចពូកង់3ក៏គាត់បាន add Telegram ជាមួយនឹងលេខដែលគាត់ចាប់ទុកថាខ្លួនគាត់ជាភ្ញៀវបន្ទប់លេខ 2 ហ្នឹងគាត់ add Telegram ហើយក៏អត់ទាន់បានទៅយកភ្ញៀវភ្លាមទេភ្ញៀវហ្នឹងក៏ទេមកបញ្ញាប់ថាអូបងដោយសារអញ្ចេះឥឡូវខ្ញុំបញ្ញាប់លុយសិនបងឯងជួយដោយសារខ្ញុំអត់មានលុយនៅក្នុងកុងអញ្ចឹងណាបងឯងជួយបាញ់លុយឲ្យទៅលេខនេះប្រហែលជា 60000 2 ដង 60000 បន្តិចមកដោយសារចាំខ្ញុំមកដល់អូតែឬក៏ដល់កន្លែងហ្នឹងវិញចាំខ្ញុំឲ្យលុយបងវិញអូខេដល់ពេលគាត់ក៏ទៅគាត់គិតថាភ្ញៀវបន្ទប់គេនៅហ្នឹងឯណាអញ្ចឹងចាំភ្ញៀវមកដល់ចាំគាត់យកលុយសរុបហ្មងទៅពលិសជាអ្នកទេឲ្យគាត់មិនមែនគាត់ខ្លួនឯងទេហើយក៏គាត់ទៅបានជួយវេនៅតាមវិញឲ្យ 60000 បន្ទាប់មកទៀត 60000 មកស្ទុះហើយគាត់ថាបងជួយ 40000 ទៀតខ្វះ 40000 ទៀតអញ្ចឹងបងឲ្យជួយវេអស់ម្ដងទៀតមកណាបងណាចាំខ្ញុំឲ្យសរុបគាត់ក៏ទៅវេឲ្យគេអស់ 40000 ទៀតបន្ទាប់មកទៀតគាត់ក៏ទៅដឹកតាម location ដែលគេ drop ឲ្យហ្នឹងពេលដែលគាត់ទៅដល់គោលដៅកន្លែង location គេ drop ឲ្យហ្នឹងគឺអត់មានអ្វីទេទីស្មៅវាលហើយគ្មានមនុស្សគ្មានអីទេគាត់ក៏តិចគេបោកអញគាត់ក៏ call មក receptionist ថាអូនណាដែលភ្ញៀវដែលអូនប្រាប់ថាឲ្យទៅយកហ្នឹងនៅកន្លែងហ្នឹងអត់មានភ្ញៀវអត់មានអីទេវាលស្មៅទៅទេអូនជួយតាក់ទងទៅភ្ញៀវបន្តិចមក reception ហ្នឹងក៏គាត់បានទៅគោះទ្វារលេខ 2 ថាបងឯងជួយ check ជាមួយគ្នាបងតិចមើលដោយសារមិញហ្នឹងបង call មកប្រាប់ថាឲ្យទៅជួយយកគ្នាបងកន្លែងនេះអញ្ចឹងណាតែពេលភ្ញៀវនៅក្នុងបន្ទប់លេខ 2 ហ្នឹងក៏គាត់ថាបងអត់មានទេអូនគ្នាបងមានតែ2នាក់នៅក្នុងបន្ទប់ហ្នឹងទៀតមានណាគេអីទៀតចឹងណាហើយក៏តាក់ទងទៅអ្នកដែលលេខ Telegram ហ្នឹងគឺតាក់ទងអត់បានទៀតទេស្មើនឹងគេបោកទេតែអ្វីដែលចៃដន្យ reserve ក៏គ្នាដឹងដែរគ្នាគិតថាពួកឯភ្ញៀវទៅចូលផាយជា10នាទីជា20នាទីហើយក៏ទទួលបាន miss call ថាគាត់គេនៅបន្ទប់លេខ 2 ហ្នឹងអញ្ចឹងហើយមានគ្នាគាត់ឲ្យទៅជួយយកគាត់គិតថាអញ្ចឹងក៏គាត់ call ទៅកង់3ហ្នឹងឲ្យទៅជួយយកចាឲ្យទៅជួយយកហើយកង់3ហ្នឹងក៏គាត់អត់គិតថាគេនឹងបោកគាត់ដែរព្រោះដោយសារ reserve ជាអ្នកតាក់ទងមកគាត់ផ្ទាល់